baนิยามกรุบជំរាបសួរបងប្អូនពីចម្ងាយបាទខ្ញុំសូមបង្ហាញពីរបៀបធ្វើសម្បុកសត្វព្រាបបាទនេះគ្រាន់តែជាបទពិសោធន៍ខាងខ្ញុំហើយនឹងបង្ហាញដល់បងបងប្អូនយើងដែលទើបតែនឹងរៀនចិញ្ចឹមបាទចឹងសត្វព្រាបវាអាចពំសម្បុកចូលខ្លួនវាក៏ប៉ុន្តែព្រាបយើងនៅក្នុងទ្រុងมันអាចធ្វើសម្បុកបានទេបាទអញ្ចឹងយើងរៀបចំមកយកចំបើងហើយយកមកចងជារង្វៀលបាទធ្វើជារង្វង់បាទអត់ធំទេអាចទំហំប្រហែលជា2ទឹកបាទយើងធ្វើរង្វង់រួចហើយយើងយកកណាត់ខះបាទដែលកណាត់កំរាលក្រាស់យកមកកាត់តម្រូវដើម្បីដាក់បាតកុំឲ្យពងវាហ្នឹងវាដិតដល់សបុកខាងក្រោមបាទពេលដែលយើងដាក់ទ្រាប់ពីក្រោមហើយយើងអាចដាក់ចំបើងមុននឹងដាក់យើងញីចំបើងនឹងឲ្យវាទន់បាទដាក់ចំបើងក្រាលបាតសបុកបាទដល់មីវាដាក់ក្នុងលក្ខណៈស្ដើងទេបាទមិនដាក់ច្រើនទេពេលមីវាពងវាលីងទៅគឺវាអាចពងនឹងចំបើងនោះវាអាចញែកចេញនៅខាងក្រោមគឺវាអត់ប៉ះជាមួយនឹងកញ្ឆេងជាប់ខាងក្រោមទេបាទអញ្ចឹងវាអាចប៉ះជាមួយនឹងកណាត់ដែលក្រាស់នៅខាងក្រោមហ្នឹងបាទអញ្ចឹងយើងយកទៅដាក់ក្នុងទ្រុងបាទដាក់យើងអាចធ្វើយ៉ាងណាឲ្យវាលំនឹងហើយសបុកកុំឲ្យធ្វើតលាយពេកក៏វាចូលក្រាបទៅអាចជន់ពងបែកបាទអញ្ចឹងយើងយកដុំថ្មយកដុំអិតដាក់មកដុំដើម្បីឲ្យសកត់ឲ្យវាមានលំនឹងល្អពេលមីពេលបាហក់ជន់សម្បុកគឺវាមិនកលាប់មិនផ្អៀងបាទហើយយើងអាចចងបន្ថែមក្នុងចំណង1ឬ2ដើម្បីឲ្យវានឹងល្អបាទពេលដែលយើងរៀបចំសម្បុកហើយគឺបានឹងអាចនាំមីចូលក្នុងសម្បុកហើយបាទអញ្ចឹងប្រៀបដែលវាចិត្តពងគឺវាអាចនាំមីចូលក្នុងសម្បុកហើយបាទសម្បុកដែលយើងរៀបចំឲ្យយើងធ្វើរបៀបនេះគឺវាងាយស្រួលសម្បុកយើងមិនខ្ពស់បាទបើយើងធ្វើខ្ពស់មីបាហក់ចូលចុះឡើងគឺវាអាចជន់ពងបែកអញ្ចឹងយើងធ្វើសម្បុកទាបបាទងាយស្រួលនឹងវាឡើងចុះបាទហើយសម្បុកមិនធ្វើធំពេកទេបាទធ្វើធំពេកគឺវាអាចចូលបជ្រៀតគ្នាអាចជន់កូនជន់ពងបែកជន់កូនងាប់បាទអញ្ចឹងពេលដែលខ្ញុំធ្វើសម្បុកក្នុងលក្ខណៈបែបនេះគឺវាបានផលបាទអញ្ចឹងវាមិនអាចចូលជន់កូនវាអាចមីបាចូលក្រាបតែមួយបាទនេះសម្បុកយើងទៀបអញ្ចឹងមីបាវាអត់អាចហក់លូតកើតទេពេលដែលវាឈានជើងទៅគឺដល់សម្បុកតែម្ដងវាអត់ហក់កើតបាទនេះមីត្រៀមឡើងពងទៀតហើយជាសម្បុកត្រៀមបាទមេបាណាដែលវាធូរដូរសម្បុកពេលកូនសាហ្នឹងវានៅសម្បុកផ្សេងដល់កូន